ប់ទាំងអស់គ្នាមិនបាច់លក់ទេហាមយកអីវ៉ាន់ឡើងឡានទាំងអស់វាងធីនញូឯងឈ្គួស្អីហ្នឹងអ្នកទាំងអស់គ្នាបើកភ្នែកមើលឲ្យច្បាស់ទៅពួកយើងធ្វើការហត់ចង់ងាប់តែអាសៀវហ្វឹងវាឲ្យតែ4យន់ទេទឹកដល់ក្រុងវាលក់បន្តបានជាង40ឯណោះមួយឡានវាចំណេញកប់ក្តោងរាប់សែនយន់ពួកយើងសុទ្ធតែជាមនុស្សរងងឲ្យវាបោកខ្មងសៀវហ្វឹងអាធីនញូនិយាយមែនអត់នៅក្រុងពិតជាលក់ថ្លៃម្ល៉ាំងមែនលោកតាចាងនោះជាប្រភេទប្រអប់ពិសេសដែលគេរើសយកតែអាល្អផ្ដាច់ទេតែឯងមើលក្រោយឡានទៅអាវីកអាខ្មៅនឹងតើខ្ញុំមិនបានទទួលទិញពីណារើសចេញមកសុទ្ធតែអន់លក់បានតែ 1.5 យន់នឹងគិតទាំងសហុយវិខ្ចប់នឹងឡានទឹកក៏ទៀតបានលុយចំណេញរាប់សិបយន់មកពីណាឯងកុំមកចេះតែនិយាយថ្ងៃនេះបើទូទាត់មិនដាច់ស្រេចទេកុំសង្ឃឹមថាឡានឯងអាចចេញពីភូមិឈៀងស៊ួយបានឲ្យសោះបានហើយឆ្លោះគ្នាស្អីមិនខ្លាចគេសាយចំអកទេអីសៀវហ្វឹងឲ្យសម្ដីធីនញូអាក្រក់ស្ដាប់មែនតែគេនិយាយមានហេតុផលតើអ្នកភូមិរកលុយញើសឈាមឯងស៊ីសាច់ហើយគួរតែទុកទឹកស៊ុបឲ្យអ្នកភូមិខ្លះទៅណាឡាសិតនេះគិតក្នុងតម្លៃ10យន់ក្នុង1កន្លះគីឡូទៅចុះឯងសងលុយដែលខ្វះនឹងមករឿងនេះចាត់ទុកថាចប់ហើយចុះត្រូវហើយ10យន់តិចជាងនឹងបន្តិចក៏មិនបានដែរពួកប៊ីនិយាយត្រូវហើយមានតែពួក3ទេដែលកាន់ជើងពួកយើងមីងលីការដើមឆ្នាំមីងអត់លុយទិញពូជផ្សិតតើនរណាជាអ្នកជួយចេញលុយឲ្យមុនឯងអ្នកអខ្ជិលមែនតែរឿងនឹងវាមួយឡែកឯងក៏មិនអាចកេងប្រវាញ់លុយញើសឈាមមីងដែរណាលោកតាចាងការខែមុនតាឯងក្រឡាប្រទេសផ្សិតខ្ទេចអស់នរណាជាអ្នកចេញលុយហោប៉ៅទិញក្នុងតម្លៃពេញសៀវហ្វឹងឲ្យតែតម្លៃផ្សិតនេះវាខុសគ្នាខ្លាំងពេកហើយមិនអាចឲ្យឯងយកចំណេញម្នាក់ឯងនោះទេលីនសៀវហ្វឹងឯងកុំនិយាយរឿងឥតប្រយោជន៍ថ្ងៃនេះតម្លៃ10យន់នឹងឯងមិនព្រមក៏ត្រូវតែព្រមដែរបើមិនអញ្ចឹងទេកុំសង្ឃឹមថាបានចេញពីភូមិនេះឲ្យសោះវើយបានបើគិតថាខ្ញុំរកស៊ីកេងចំណេញអ្នកភូមិមែនអញ្ចឹងខ្ញុំឈប់ធ្វើហើយលីនសៀវហ្វឹងឯងចង់គំរាមអ្នកណាហើយសៀវភៅបញ្ជីចោលចង់ស៊ីដាច់មែនទេថ្ងៃនេះបើមិនសងលុយទេកុំសង្ឃឹមថាបានចេញពីទីនេះឲ្យសោះត្រូវហើយខ្វះលុយប៉ុន្មានប្រញាប់សងពួកយើងមកវិញភ្លាមបានចង់ឲ្យខ្ញុំសងវិញមែនទេបងតៃកុងឡានបិទម៉ាស៊ីនត្រជាក់ទៅផ្សិតទាំងអស់ក្នុងទូឡាននឹងមិនថាជារបស់អ្នកណាទេទម្លាក់ចុះមកទាំងអស់មកទម្លាក់វាចុះលីនសៀវហ្វឹងឯងឈួតហើយមែនទេនេះសុទ្ធតែលុយណាឯងមិនមែនប្រាប់ថានៅក្រុងលក់បានជាង20ទេអីឯងធ្វើចឹងមិនខ្ជិះខ្ជាយរបស់អស់រលីងហើយទេអីពួកឯងម្នាក់មិនសុទ្ធតែឆ្លាតទេអីមិនមែនគិតថាលីនសៀវហ្វឹងខ្ញុំនេះកេងប្រវាញ់លុយញើសឈាមពួកឯងទេអីបានរបស់មានតម្លៃអស់នេះខ្ញុំសុំពួកឯងវិញពួកឯងដឹកយកទៅលក់នៅក្រុងយកលុយធំខ្លួនឯងចុះចាប់ពីថ្ងៃនេះទៅផ្សិតនៅភូមិឈៀងស៊ួយលីនសៀវហ្វឹងខ្ញុំមិនប៉ះសំបីតែមួយតងទោះជារលួយខ្លាយជាភក់ជាទឹកក៏គុំមកកអង្វរខ្ញុំឲ្យសោះលីនសៀវហ្វឹងឯងចង់គំរាមអ្នកណាហើយសៀវភៅបញ្ជីចោលចង់ស៊ីដាច់មែនទេថ្ងៃនេះបើមិនសងលុយទេកុំសង្ឃឹមថាបានចេញពីទីនេះឲ្យសោះត្រូវហើយខ្វះលុយប៉ុន្មានប្រញាប់សងពួកយើងមកវិញភ្លាមបានចង់ឲ្យខ្ញុំសងវិញមែនទេមកហើយឥឡូវគិតធ្វើម៉េចទៅចេះសិតទាំងនេះបើទុកដល់ល្ងីចង្ងិតច្បាស់ជីជូរលួយអស់មិនខានទេអាលីនសៀវហ្វឹងអាមនុស្សគ្មានដឹងគុណឯងចង់បង្ខំពួកយើងឲ្យតច្រកមែនទេមកពីលោកឯងហ្នឹងចេះតែស្រែកលោឡាធ្វើអីលីនសៀវហ្វឹងដើរចេញបាត់ពួកយើងច្បាស់ជាដាច់បាយស្លាប់ហើយធ្វើអីហាអាសៀវហ្វឹងវាគ្រាន់តែលេងល្បិចចិត្តសាសជាមួយពួកយើងតើក្នុងដៃវាមានកងត្រាប់គុតគង់ជាមួយថៅកែធំនៅក្រុងណាវាច្បាស់ជាភ័យជាងពួកយើងទៅទៀតចាំមើលតែវាត្រឡប់មកអង្វរពួកយើងទៅចុះបើលីនសៀវហ្វឹងវាមិនព្រមត្រឡប់មកវិញរហូតហ្នឹងវាមិនទិញពួកយើងលក់ខ្លួនឯងទៅគ្រាន់តែជួលឡានដឹកទៅក្រុងមានអីពិបាកទៅអ្នកភូមិទាំងអស់គ្នាស្ដាប់ខ្ញុំសិន2ឆ្នាំនេះធានយូវាទៅរស់នៅក្រុងស្គាល់គេឯងច្រើនភ្នែកច្រមុះវាវែងឆ្ងាយណាស់ខ្ញុំសម្រេចឲ្យហើយចូលអ្នករាល់គ្នាប្រមូលផ្សិតទាំងអស់មករួចឲ្យធានយូជួលឡានដឹកយកទៅលក់នៅក្រុងចុះឡានត្រជាក់ថ្លៃណាស់ណាលោកពូតើបានលុយអ្នកណាមកជួលអ្នកណាថាចាំបាច់ប្រើឡានត្រជាក់គឺមកពីអាសៀវហ្វឹងវាល្ងងមានលុយច្រើនពេកតើពួកយើងគ្រាន់តែជួលឡានដឹកទំនិញធម្មតាដែលថោកជាងគេទៅបានហើយថ្លៃដឹកមិនដល់1/3នៃឡានត្រជាក់ផងបងប្អូនទាំងអស់គ្នាពេលទៅដល់ក្រុងពួកយើងលក់1គីឡូ20ទៅក្រោយទូទាត់ថ្លៃឡានរួចលុយដែលសល់គឺចែកគ្នាទាំងអស់គ្នាហ្មងលោកពូទី3និយាយត្រូវហេតុអីត្រូវទុកលីនសៀវហ្វឹងមានម្នាក់ឯងពួកយើងលក់ខ្លួនឯងធានយូអើយបើលក់បាន20មែននោះឯងគឺជាអ្នកមានគុណរបស់អស់អ្នកភូមិយើងហើយអ្នកមានគុណ
អ្នកមានគុណពួកយើងហើយបងប្អូនប្រញាប់ឡើងឥឡូវប្រមូលផ្សិតទាំងអស់ទៅទុកនៅផ្ទះលោកពូទី3ភ្លាមទៅខ្ញុំនឹងកត់បញ្ជីធ្វើបង្កាន់ដៃឲ្យម្នាក់ព្រឹកស្អែកខ្ញុំនឹងយកលុយសុទ្ធមួយបាវមកបើកជូនបងប្អូនគ្រប់គ្នាហ្មងកុំប្រញាប់អីមកម្ដងម្នាក់មកមិនបាច់ខាតពេលជាមួយពួកមនុស្សរមិលគុណនៅភូមិឈៀងស៊ុយនឹងទៀតទេបើប្រកូលទំនិញឲ្យគេមិនទាន់សំណងជំងឺចិត្តដ៏ច្រើនសន្ធឹកនេះច្បាស់ជាធ្វើឲ្យខ្ញុំរលាយរលត់អស់មិនខានពេលនេះមានតែពឹងលើភូមិឈៀងស៊ីទេតើតាចេងតាអញកុំរឹងក្បាលពេកវើយអ្នកភូមិឈៀងស៊ុយខាងនោះត្រឹមតែរឿងទារថ្លៃខ្ពស់ឆ្លោះគ្នាឡើងបែកផ្សែងអស់ហើយឥឡូវនេះមកដាច់មួយចិនថ្លៃមួយយន្តកន្លះបើឯងនៅតែរឹងតឹងទៀតចាំដល់មេឃងឹតផ្សិតឡើងជូរអស់តាឯងច្បាស់ជាយំគ្មានទឹកភ្នែកមិនខានទេវើយភូមិឈៀងស៊ីពួកយើងក្រមែនតែពួកយើងមិនល្ងងទេហាឯងឲ្យថ្លៃមួយយន្តកន្លះអញ្ចឹងគឺឯងចង់កាត់ផ្លូវរស់របស់អ្នកភូមិយើងទាំងមូលហើយតើលោកមេភូមិវាចោលអញ្ចឹងមិនបានទេណាលោកមេឈប់សុកចិត្តឲ្យវាលួយក្នុងដីក៏ដោយក៏គុំសង្ឃឹមថាបានទិញក្នុងតម្លៃថោកពីពួកអាឆ្កួតនេះបើអ្នកណាហ៊ានទិញ1គីឡូ1កាក់5គឺត្រូវដើរជន់លើខ្លួនចាស់នេះសិនសកម្មខូចអស់ហើយស្ដាយណាស់ឯងមកពីណាហ្នឹងមនុស្សមកពីណាខ្ញុំមកទិញផ្សិតនៅភូមិឈៀងស៊ីនេះខ្ញុំទិញទាំងអស់1គីឡូ4កាក់បើមិនទាន់រលួយមិនទាន់ខូចខ្ញុំយកទាំងអស់ថ្លឹងលក់នៅនឹងកន្លែងហើយទូទាត់លុយនៅនឹងកន្លែងតែម្ដងអាមនុស្សមកពីណាហ្នឹងហ៊ានមកកាច់កងអញដល់ភូមិឈៀងស៊ីចង់ងាប់មែនទេយ៉ាងម៉េចឡានដឹកទំនិញ2គ្រឿងកំពុងមកដល់ហើយថៅកែធំពីក្នុងក្រុងនៅលើឡាននោះហើយឯងសាក់ចង់ដឹងទេមើលថាថ្ងៃនេះឯងអាចដើរចេញពីភូមិនេះរួចរាល់ឈប់សុកចិត្តឲ្យវាលួយក្នុងដីក៏ដោយក៏គុំសង្ឃឹមថាបានទិញក្នុងតម្លៃថោកពីពួកអាឆ្កួតនេះបើអ្នកណាហ៊ានទិញ1គីឡូលោកតាតម្លៃ4កាក់ខ្ញុំធានាជូនតែខ្ញុំសុំផ្ដាំទុកជាមុនសិនសម្អាតស្លឹកងាប់និងដីចេញឲ្យស្អាតកុំឲ្យជាប់ទឹកសំបីតែមួយដំណោះបើខ្ញុំឃើញផ្សិតណាមួយមានជាប់ទឹកខ្ញុំនឹងទៅភ្លាមមិនបង្អង់ទេវាគ្រប់គ្នាហើយមែនទេថៅកែលីគឺជាអ្នកមានគុណសង្គ្រោះជីវិតយើងអ្នកណាហ៊ានលួចលីទឹកឬធ្វើអ្វីមិនសុចរិតក្នុងផ្សិតនេះមិនបាច់រងចាំដល់គេមករកទេគឺខ្ញុំនេះហើយដែលនឹងទៅបំផ្លាញរោងផ្សិតអ្នកនោះមុនគេហើយត្រូវតែចាក់ចេញពីភូមិឈៀងស៊ីលោកពូពិតជាឆ្លាតវៃមែនយើងហៅវិធីនេះថាប្រើប្រាស់ឲ្យអស់លទ្ធភាពសរសៃផ្សិតវាដូចជាអេប៉ុងអញ្ចឹងវាស្រូបទឹកបានច្រើនជាងមុនដល់ទៅ3ដងឲ្យតែខាងក្រៅវាមិនជាប់ដំណក់ទឹកទោះថៅកែក្នុងក្រុងឆ្លាតយ៉ាងណាក៏មើលមិនដឹងដែរមួយកញ្ច្រែងបានទឹកជាង3គីឡូ10កញ្ច្រែងបាន30គីឡូគិតតាមតម្លៃលក់រីទៅមើលត្រឹមទឹកម៉ាស៊ីនប៉ុណ្ណឹងយប់នេះយើងចំណេញបានរាប់ម៉ឺនបាត់ទៅហើយយើងហៅថាការខាតបង់ក្នុងចំនួនអាលីនស៊ីហ្វឹងនឹងវាស្មោះត្រង់ពេករកស៊ីអត់បានលុយធំទេថៃញូបាញ់ទឹកកុំឲ្យខ្លាំងពេកត្រូវបាញ់ឲ្យសព្វល្អចាំណាស្អែកបានលុយមកកុំទាន់ឲ្យចែកគ្នាយើងត្រូវប្រាប់គេថាថ្លៃដឹកជញ្ជូនឡើងថ្លៃគឺតម្លៃទីផ្សារវាប្រែប្រួលក្នុង1គីឡូត្រូវកាត់ថ្លៃគ្រប់គ្រងទុកខ្លះអានឹងត្រូវហើយពួកល្ងងទាំងនេះឲ្យតែឃើញលុយចុះឲ្យតែ8ឬ10យន្តក៏គេក្រាបសំពះអរគុណដែរលុយដែលសល់ចាំយើងទាំងពីរអ្នកចែកគ្នាគ្រាន់ដូរម៉ូតូថ្មីមួយសើចសប្បាយអូយណែផ្សិតឆ្នាំនេះពិតជាធ្ងន់មែនកញ្ច្រែងនេះធ្ងន់ជាងរាល់ដងទៅទៀតក្មួយនឹងហើយបានន័យថាដីស្រុកយើងល្អបានផ្សិតសុទ្ធតែប្រភេទលេខ1អត់ធ្ងន់មិនបានពូលីវយកកៅស៊ូគ្រប់ឡានមកគ្រប់ឲ្យចិត្តកុំឲ្យខ្យល់ចូលបានណាអូយណែផ្សិតឆ្នាំនេះពិតជាធ្ងន់មែនលោកតាកុំធ្វើអីចឹងកុំឲ្យខូចផ្សិតអស់បរោះលោកតាចេះអ្វីហៅថារក្សាគុណភាពដែរឬអត់ហ្នឹងថ្ងៃក្តៅសេងបែបនេះត្រូវខ្យល់បក់ទៀតផ្សិតវាស្ងួតអស់ហើយដល់ពេលថ្លឹងលក់មិនដាច់ថ្លៃទេលោកតាអ្នកភូមិទាំងអស់គ្នារងចាំដំណឹងល្អចុះរសៀលនេះខ្ញុំនឹងយកលុយសុទ្ធមកចែកជូនគ្រប់គ្នាបរោះអានក្រដាស់20ហ្គិនផ្លាស់ប្ដូរម៉ូតូថ្មីលើកនេះខ្ញុំនឹងទៅដើរងាយស្រួលនៅមុខអ្នកភូមិទាំងអស់ឲ្យមើលបរោះអានក្រដាស់20ហ្គិនផ្លាស់ប្ដូរម៉ូតូថ្មីលើកនេះខ្ញុំនឹងទៅដើរងាយស្រួលនៅមុខអ្នកភូមិទាំងអស់ឲ្យមើលបរោះអាន
បើកចូលទៅក្នុងទីរកកន្លែងណាដែលធំទូលាយជាងនឹងបន្តិចមើលលោកមែនទេខ្ញុំមានផ្សិតលេខ1រាប់ពាន់គីឡូឯណោះឬថាគេលក់រីក្នុងក្រុងចិត្ត40ជាងបាត់ហើយខ្ញុំលក់តម្លៃបោះដុំឲ្យលោកត្រឹម30ក្នុង1គីឡូ30លោកចង់បានលុយរហូតដល់ឈួតហើយមែនទេតម្លៃ40ហ្នឹងគឺគេគិតបូករួមទាំងថ្លៃវេចខ្ចប់និងការរើសម្រាមផងសិតបោះដុំបែបនេះឲ្យខ្ពស់បំផុតក៏ត្រឹម5ដែរលោកកុំមកមើលងាយថាខ្ញុំមិនដឹងអីឲ្យសោះសិតខ្ញុំសាច់ណែនទឹកដក់ជោគជាំលោកមើលសិនទៅបើលោកបានឃើញផ្ទាល់ហើយធានាថាហ៊ានឲ្យថ្លៃខ្ពស់ជាងនេះមិនខានបានតើបើរបស់ល្អថ្លៃក៏អាចចរចាគ្នាបានលោកដោះខ្សែចងរួចបើកតង់នឹងឡើងឲ្យលោកបានឃើញផ្សិតលេខ1ពីភូមិកេងឈឿរបស់យើងបានហើយលោកចាំមើលចុះវាយនេះក្លិនអីហ្នឹងអ្នកណាដឹកលៀមមកចាក់ក្នុងផ្សារបែបនេះនេះវាជារឿងអីទៅវិញហ្នឹងហើយលោកបើកចូលទៅក្នុងទីរកកន្លែងណាដែលធំទូលាយជាងនឹងបន្តិចមិនអាចទេមិនអាចទៅរួចទេខាងលើគ្រាន់តែខូចដោយសារត្រូវថ្ងៃទេខាងក្រោមច្បាស់ជានៅល្អខាងក្រោមពិតជានៅល្អមែនចប់ហើយចប់សពគ្រប់អស់ហើយខួរឯងមានតែអាចទេអីវើយក្តៅចង់ឆ្អិនហើយឯងហ៊ានប្រោះទឹកឲ្យវាធ្ងន់ទៀតថែមទាំងហ៊ានយកតង់មកគ្រប់ចិត្តឈឹងទៀតនេះឯងដឹកសុទ្ធតែភក់មកបំផ្លាញមួយអញតាវើយខ្ញុំអត់ដឹងមែនថៅកែជួយទិញយកទៅថៅកែ1រៀលក៏បានកន្លះរៀលក៏បានដែរកន្លះរៀលអញទះមួយកំភ្លៀងឥឡូវយកអត់បើកភ្នែកមើលទៅទឹកខ្មៅហូរពេញដីស្អុយ3ថ្ងៃមិនទាន់បាត់ផងចុះឲ្យអញរកស៊ីមិនកើតទៀតសន្តិសុខមកខាត់ឡាននេះទុកភ្លាមបើថ្ងៃនេះមិនសងជំងឺចិត្តនឹងថ្លៃលាងសម្អាតទេកុំសង្ឃឹមថាបានចេញរួចឲ្យសោះឯងសងលុយវាឬអត់អញមិនដឹងទេតែឯងត្រូវទូទាត់សងថ្លៃឡានអញសិនឡាន3គ្រឿងបូកថ្លៃលាង5-3000បើខ្វះ1រៀលអញវាបំបាក់ជើងឯងចោលឥឡូវហើយអ្នកភូមិកំពុងតែរងចាំខ្ញុំយកលុយទៅបើកឲ្យពួកគាត់ផងលើកនេះចប់ជីវិតមែនទែនហើយមិនសៀវហ្វឹងឯងពិតជាមិនធម្មតាមែនផ្សិតមួយវគ្គនេះល្អជាងរបស់ភូមិឈៀងស៊ួយមុនឆ្ងាយណាស់ទៅថ្ងៃមុខទំនិញពីភូមិឈៀងស៊ីយើងមកយកទាំងអស់ហើយខ្ញុំនឹងដំឡើងថ្លៃឲ្យឯង10ទៀតអរគុណច្រើនហើយថៅកែលោកពូឈិនផ្សិតភូមិឈៀងស៊ីយើងខ្ញុំធានាឲ្យក្នុងតម្លៃ4រៀលសរុបទាំងអស់គឺ392000រៀលថៅកែលេងអ្នកភូមិឈៀងស៊ីយើងនឹងចងចាំគុណនេះមួយជីវិតហើយលោកពូកុំធ្វើអញ្ចឹងអីទំនិញដល់ដៃលុយដល់ហោប៉ៅមិនបាច់គួសមអីច្រើនទេពូអាសៀវហ្វឹងនោះវាពិតជាមានថៅកែធំនៅក្រុងកាំងពីក្រោយខ្នងមែនតាវើយអ្នកភូមិឈៀងស៊ីពិតជាបានលុយមែនហ្មងអាធាននៅនោះយប់មិញវាលួចបាញ់ទឹកដាក់ផ្សិតធ្ងន់ថែមទាំងយកតង់ក្រាស់មកគ្រប់ចិត្តឈឹងទៀតបូករួមទាំងមេឃក្តៅចង់40អង្សាទៀតចប់ហើយមានរឿងធំហើយវើយផ្សិតពួកយើងច្បាស់ជាខូចខ្ទេចអស់ហើយម៉ោងប៉ុន្មានហើយនឹងមិនបានធីនញើមិនទាន់មកវិញទៀតកុំប្រាប់ណាថាខូចឡានតាមផ្លូវនោះភ័យអីម្លេះផ្សិតរាប់ម៉ឺនគីឡូបើគិត1គីឡូ20យន់គិតមើលថាលុយវាច្រើនប៉ុណ្ណាទៅថៅកែធំគេរាប់លុយសុទ្ធហើយហ្មងតតែរាប់កន្លះថ្ងៃទើបអស់ធីនញើអញកើតអីហ្នឹងធ្លាក់ចូលរណ្ដៅលីមកមែនហ្នឹងចុះឡានដឹកលុយឯណាលុយហេសអញនៅមានមុខមកសួររកលុយទៀតហ៎ផ្សិតរាប់ម៉ឺនគីឡូនោះស្អុយរលួយក្នុងឡានអញអស់លីងហើយខ្លាយជាទឹកស្អុយរលួយខ្ទេចហ្មងបំផ្លាញឡានអញខ្ទេចអស់ហើយវើយធីនញើចប់អស់ហើយអញបានឃើញផ្ទាល់នឹងភ្នែកហ្មងលីនសៀវហ្វឹងដើរទិញផ្សិតនៅភូមិចិត្តខាងយើងហ្នឹងផ្សិតគេអត់មានបាញ់ទឹកបន្លំទម្ងន់ទេវើយគេបើកលុយសុទ្ធរាប់សែនឲ្យអ្នកភូមិភ្លាមហ្មងលុយសុទ្ធក្រដាសធំមួយដុំហ្មងណាចៅស៊ឺឯងនិយាយស្អីបាញ់ទឹកហេសយប់មិញកណ្ដាលអាធ្រាត្រអញឃើញវាងធីនញើនឹងឡាវសានយកធុងបាញ់ថ្នាំទៅបាញ់ទឹកដាក់ផ្សិតអញឃើញផ្ទាល់ភ្នែកហ្មងគឺអាពីរអ្នកនេះហើយដែលបំផ្លាញផ្សិតយើងខ្ទេចអស់នោះអាវាងធីនញើអាមនុស្សចង្រៃតែហោងសងលុយញើសឈាមពួកយើងមកវិញភ្លាមពួកខ្ញុំគ្រាន់តែចង់លក់បានលុយច្រើនបន្តិចតែប៉ុណ្ណោះតើអញនៅមានមុខមកដោះសារទៀត
ឆ្នាំងបាយអ្នកភូមិយើងទាំងមូលត្រូវវិនាសខ្ទេចដោយសារតែឯងលោភលន់ចង់បានលុយថ្លៃទម្ងន់ទឹកប៉ុន្មានគីឡូហ្នឹងឯងសងផ្សិតអញមកវិញសងលុយញើស